ចាជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងមីលោកយាយលោកតាជាទីគោរពរាប់អានចាសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំបងប្អូនហើយថ្ងៃនេះមុខម្ហូបចេញមកដោយរៀងប្លែកជាងរាល់ដងបន្តិចបងប្អូនចាដោយសារតែលើកតែមួយចានមកឡើងចាម៉ោលដូចបាល់មួយនេះអញ្ចឹងថ្ងៃនេះបងប្អូនខ្ញុំនឹងមកធ្វើស្ពៃក្តោបចំហុយចែកជូនបងប្អូនទាំងអស់គ្នាទស្សនាចាអញ្ជើញតាមដានទាំងអស់គ្នាថាតើការធ្វើនឹងបែបណាខ្លះចាចំពោះគ្រឿងផ្សំរបស់យើងគឺខ្ញុំមានចាស្ពៃក្តោបមានគល់ខ្ទឹមដើមខ្ទឹមចាម្ទេសមួយផ្លែការ៉ុតមួយមើមខ្ទឹមស 3-4 កំពឹសទៅចាខ្ទឹមក្រហមមួយមើមតូចហើយសាច់ជ្រូកខ្ញុំប្រើវាចំនួន3ខាំបងប្អូនមានផ្សិតត្រជាក់កណ្ដុរបន្តិចជាមួយនឹងផ្សិតខ្មៅហ្នឹងបន្តិចដែរចាចំពោះគ្រឿងផ្សំផ្សេងទៀតខ្ញុំនឹងបង្ហាញជូននៅក្នុងវីដេអូតែម្ដងខ្ញុំបង្ហាញជូនតែគ្រឿងផ្សំសំខាន់ដែលយើងមិនអាចខ្វះបានអញ្ចឹងណាចាអញ្ចឹងអញ្ជើញមកមើលពីការធ្វើទាំងអស់គ្នាបងប្អូនចាចំពោះស្ពៃក្តោបបងប្អូនត្រូវបកយកតែផ្នែកខ្ចីហើយយើងលាងទឹកវាឲ្យស្អាតទុកឲ្យស្រស់ទឹកមកបន្ទាប់មកគឺយើងចាប់ផ្ដើមចោះវាតែមុននឹងចោះហ្នឹងខ្ញុំចិតតម្រឹមកន្លែងគល់វានេះឲ្យវាស្មើគ្នាសិនសម្រាប់យើងដាក់ទៅឲ្យវាស្មើណាអញ្ចឹងទេវារៀងម៉ែម៉ោលបងប្អូនចាធ្វើម៉េចដាក់ទៅឲ្យវានៅនឹងថ្កល់អញ្ចឹងណាហើយបន្ទាប់មកគឺយើងត្រូវចោះស្ពៃក្តោបហ្នឹងយកបដូលខាងក្នុងចេញព្រោះអីយើងត្រូវញាត់សាច់ចូលទៅខាងក្នុងណាបើបងប្អូនពិបាកចាស់បងប្អូនអាចកាត់ធាងវាមួយមកស្ទាប់ហ្នឹងហើយយើងយកវាទៅស្រោះចាចាំយើងយកមកខ្ចប់មកក៏បានដែរតែបើថាចង់ចំហុយទាំងមូលដូចខ្ញុំចោះវាសិនណាបងប្អូនចាអញ្ចឹងខ្ញុំយកកូនកបិតមកចោះមាត់ខាងលើនេះឬមិនអញ្ចឹងទេបងប្អូនអាចពុះវាចាពុះវាហើយយើងឡៅយកផ្នែកខាងក្នុងចេញណាអញ្ចឹងឥឡូវខ្ញុំសាកពុះតែកុំពុះវាធំពេកណាចាពុះវាមិនតិចទៅព្រោះស្ពៃក្តោបវាស្រួយអញ្ចឹងយើងឆ្កឹះវាមិនស្រួលវាបាក់អស់ហ្នឹងបងប្អូនចានេះចាយើងពុះវាហើយយើងឆ្កៀលយកបដូលខាងក្នុងចេញមកល្មមទុកឲ្យវារាងក្រាស់បន្តិចណាបងប្អូនចាហើយបងប្អូនកន្លែងនេះយើងរៀងពិបាកបន្តិចដែរដោយសារតែស្ពៃក្តោបវាស្រួយតែបងប្អូនមិនប្រយ័ត្នទេវាធ្វើឲ្យបែកអស់យើងដាក់សាច់ចូលអត់កើតទេហើយមួយទៀតបងប្អូនអាចឆ្កៀលពីខាងនេះទៅក៏បានដែរឆ្កៀលយកមុខ4ជ្រុងណាតែខ្ញុំចង់បានវាម៉ូតរៀងស្អាតណាបងប្អូនអញ្ចឹងហើយខ្ញុំពុះពីខាងនេះវិញវាប្រៀបដូចផ្កាឈូកផ្កាអីអញ្ចឹងណាអញ្ចឹងអាស្រ័យតាមបងប្អូនទេបងប្អូនចង់ឆ្កឹះវាពីមួយខាងទៀតផ្នែកគល់វាមកក៏បានដែរហើយខ្ញុំយកកូនកបិតឬក៏ដងស្លាបព្រាមកឆ្កៀលយកអាបដូលកដាលនេះចេញណាព្រោះខាងក្នុងហ្នឹងគឺយើងត្រូវដាក់សាច់ចាដាក់សាច់ចូលចាឲ្យស្ពៃក្តោបវាស្រួយបងប្អូនអញ្ចឹងយើងពេលដែលយើងជ្រៀកវានេះប្រយ័ត្នប្រយែងកុំឲ្យវាទៅដល់ក្រោមពេកណាតែអញ្ចឹងយើងដាក់សាច់ចូលក្នុងនឹងអត់កើតទេតែបើថាធ្វើខាងនេះវាងាយជាងដោយសារតែយើងឆ្កឹះទៅវាបានមកទាំងអស់ណាតែបើធ្វើពីខាងក្នុងចេះតែប្រយ័ត្នបន្តិចចាប៉ុន្តែស្អាតចាបន្ទាប់មកការ៉ុតបងប្អូនឈូសក៏បានហាន់ក៏បានដែរយើងដាក់វាលាយជាមួយនឹងគ្រឿងផ្សេងទៀតហ្នឹងដើម្បីឲ្យវាមានពណ៌ស្អាតអញ្ចឹងណាយើងហាន់វាតូចហ្នឹងទៅឬក៏បងប្អូនដាក់វាចិញ្ច្រាំមួយសាច់ក៏បាន
ចាផ្សិតនេះបងប្អូនហាន់វាស្ដាងអញ្ចឹងក៏បានបងប្អូនចិញ្ច្រាំវាល្អិតក៏បានដែរខ្ញុំច្រាំវាឲ្យរាងល្អិតបន្តិចចាផ្សិតតិចក៏ដល់ខ្ញុំហាន់វាសរសៃឆ្មាអញ្ចឹងបងប្អូនខ្ញុំមិនច្រាំទេเปิดยุบลบเลยมันยังครับចាអញ្ចឹងខ្ទឹមសខ្ទឹមក្រហមស្លឹកខ្ទឹមម្ទេសខ្ញុំចិញ្ច្រាំវាឲ្យល្អិតដាក់ចូលគ្នាតែហ្មងទៅបងប្អូនចាព្រោះអីយើងយកវាទៅលាយច្បល់ចូលគ្នាដដែលទេម្ទេសនឹងប្រើតិចតួចបានហើយខ្ញុំដាក់នេះម្ទេសអត់ហឹលទេចាបងប្អូនមិនចាំបាច់ដាក់ក៏បានដែរតែខ្ញុំចង់បានពណ៌ស្អាតលាយមួយការ៉ុតលាយមួយអីចឹងទៅខ្ញុំដាក់បន្តិចទៅហើយយើងប្រើម្រេចទេបងប្អូនស្នូលវានេះសាច់ជ្រូកយកមកហាន់វាហើយចិញ្ច្រាំវាល្អិតឬក៏កិនវាណាសាច់ខ្ញុំប្រើសាច់3ជាន់ចាសាច់ជ្រូកច្រាំវាល្អិតចឹងណាយើងទុកវាឡែកសិននៅក្នុងហ្នឹងខ្ញុំដាក់មីស៊ូដែរបងប្អូនមុននេះអត់បានថតបង្ហាញជូនចាហើយមីស៊ូខ្ញុំកាត់វារាងខ្លីៗបងប្អូនអត់ចូលចិត្តទេមិនចាំបាច់ដាក់ក៏បានដែរតែខ្ញុំចូលចិត្តអញ្ចឹងខ្ញុំដាក់វាបន្តិចខ្ញុំដាក់ម្រេចម៉ត់បន្តិចដែរចាម្សៅស៊ុបនិយាយទៅគ្រឿងបងប្អូនលៃលកទៅតាមរសជាតិបងប្អូនចូលចិត្តគ្រឿងដុតឬក៏ឡំអីអញ្ចឹងតែសម្រាប់ខ្ញុំគ្រឿងនេះគឺខ្ញុំលាយមកល្មមអត់ដុតពេកទេចេងអំបិលស្ករទឹកត្រីដាក់តែមួយចិបទេនិយាយទៅយកតែក្លិនយកតែរសជាតិបន្តិចទេណាបងប្អូនដាក់ច្រើនពេកធំក្លិនណាដាក់ប្រេងខ្យងបន្តិចដែរ
និយាយទៅគ្រឿងហ្នឹងគឺតិចតិចស្មើគ្នាហ្មងអត់ដាក់ច្រើនទេចាថែមទឹកស៊ីអ៊ីវក៏បន្តិចដូចគ្នាចារួចហើយច្បល់វាឲ្យចូលជាតិគ្នាមកហើយខ្ញុំធ្វើ snow នេះរៀងច្រើនដែរដោយសារតែខ្ញុំចង់ធ្វើជាយកបំពងខ្លះអញ្ចឹងណាបងប្អូនចាំទៅខ្ញុំលាយឲ្យច្រើនហើយបងប្អូនចាំទស្សនាវីដេអូឆាយកខ្ញុំបន្តទៀតនេះខ្ញុំធ្វើស្ពៃក្តោបចំហុយមុនណាចាចាឥឡូវ snow វានេះខ្ញុំច្បល់វាចូលជាតិល្អហើយបងប្អូនអញ្ចឹងខ្ញុំយកវាមកដាក់នៅខាងក្នុងស្ពៃក្តោបដែលយើងបានត្រៀមរួចជាស្រេចហ្នឹងណាចានេះស្ពៃក្តោបដែលយើងត្រៀមហ្នឹងអញ្ចឹងយើងយក snow ហ្នឹងមកដាក់នៅក្នុងហ្នឹងមកយើងញាត់វាឲ្យពេញណាហើយសកត់ឲ្យវាណែនបន្តិចទៅចាស្ពៃក្តោបនេះនៅពេលដែលយើងចំហុយទៅវាស្លោកអាស្រទាប់នឹងដែរណាចាចាអញ្ចឹងក្រោយពីយើងដាក់ snow ចូលទៅខាងក្នុងអញ្ចឹងហើយគឺយើងយកវាទៅចំហុយបងប្អូនចំហុយរហូតដល់តែវាឆ្អិនសាច់ជ្រូកឆ្អិនអីហ្នឹងប្រហែលជា30នាទីអីឆ្អិនហើយចាចាបងប្អូនអរគ្នាឥឡូវនេះគឺខ្ញុំដាំទឹកចំហុយស្ពៃក្តោបហ្នឹងវាពុះហើយអញ្ចឹងខ្ញុំយកស្ពៃក្តោបមកដាក់ចំហុយតែម្ដងហើយនៅក្នុងនោះគឺខ្ញុំអត់មានថែមទឹកថែមអីណាទៀតទេបងប្អូនដាក់តែ snow នឹងចូលហើយយើងគ្របវាចាចំអិនវាទាល់តែវាឆ្អិនទៅចាអញ្ចឹងយើងមកអ៊ុតមើលទាំងអស់គ្នាថាវាឆ្អិនហើយនៅអញ្ចឹងណាបងប្អូនអូយឆ្អិនហើយបងប្អូននេះឡើងចារលួយស្ពៃហើយក្លិនវាក៏ឈ្ងុយដែរចឹងលើកវាឡើងឆ្អិនហើយបងប្អូនចាក្រោយពីទស្សនាហើយវីដេអូបង្ហាញពីការធ្វើស្ពៃក្តោបចំហុយបងប្អូនឥឡូវនេះយើងមកមើលទស្សនវិជ្ជាទាំងស្រុងតែម្ដងអំពីមុខម្ហូបមួយមុខហ្នឹងណាចាបងប្អូននេះចំហុយឆ្អិនក៏ពិតមែនប៉ុន្តែស្ពៃក្តោបវាឆ្អិនមិនក៏វាអត់រលួយទៅអស់ដែរបងប្អូនចាហើយមុខម្ហូបហ្នឹងចំហុយតែប៉ុណ្ណេះគឺហូបបានមួយគ្រួសារហ្មងព្រោះអីស្ពៃក្តោបយើងរៀងធំដែរបងប្អូនហើយពេលដែលចំហុយឆ្អិនទៅគឺយើងអាចយកមកពុះឬក៏យកមកជ្រៀកវាមកចាឥឡូវខ្ញុំពុះបង្ហាញជូនថាខាងក្នុងហ្នឹងបែបណាដែរហើយរសជាតិវិញខ្ញុំធ្លាប់ហូបគឺមានរសជាតិឆ្ងាញ់បងប្អូនចាមិនមែនថាធ្វើមើលទៅរៀងប្លែកហើយអត់ឆ្ងាញ់ទេណាឆ្ងាញ់តាមពិតវាមិនមែនជាមុខម្ហូបអីប្លែកចាមិនដែលឃើញអីទេគាត់ថាអត់ដែលបានធ្វើបង្ហាញជូនព្រោះបើថាធ្វើហូបគឺធ្លាប់ធ្វើហូបហើយបងប្អូនហើយនេះខ្ញុំលើកចុះមករៀងយូរដែរហើយនៅក្តៅនៅឡើយទេបងប្អូនឡើងងុំហ្មងនេះចានៅក្តៅឡើងហុយអញ្ចឹងចាហើយបងប្អូនអាចបន្ថែមស្លឹកជីវ៉ាន់ស៊ុយហើយយើងអាចផ្ទាប់មួយទឹកស៊ីអ៊ីវអីទៀតណាកាន់តែឆ្ងាញ់បងប្អូនចាឥឡូវនេះមកភ្លក់ជូនបងប្អូនបន្តិចទៅចាកុំឲ្យថាធ្វើម្ហូបហើយអត់ទាន់បានថតបង្ហាញជូនកែលោថាហូបបង្កើតអីចឹងណាតែអត់ទេមុខម្ហូបមួយមុខនេះឆ្ងាញ់បងប្អូនខ្ញុំបើសិនជាឲ្យខ្ញុំជ្រើសរើសហូបសឹងថាហូបបានរាល់ថ្ងៃឲ្យតែមានបន្លែមានសាច់គ្រឿងក្រើអីអញ្ចឹងគឺហូបបានរាល់ថ្ងៃកុំឲ្យតែសាច់សុទ្ធចាហើយយើងផ្ទាប់មួយស្នូលវាបន្តិចមក
រៀងសាបល្មមចាបើសិនជាហូបមួយបាយអីអាចបន្ថែមទឹកស៊ីអ៊ីវបន្តិចអីត្រូវហ្មងពួកអីរសជាតិនេះគឺខ្ញុំធ្វើអត់លក្ខណៈថាអត់ដុតខ្លាំងណាបងប្អូនមកល្មមទេពេលដែលយើងហូបអញ្ចឹងល្មមតែបើសិនជាហូបមួយបាយប្រហែលជាអាចនឹងរៀងស្ទើរប្រៃបន្តិចអញ្ចឹងបើយើងដាក់ទឹកស៊ីអ៊ីវអីតិចមកទៀតដឹងតែឆ្ងាញ់ហ្មងចាចាអញ្ចឹងក្នុងការធ្វើស្ពៃក្តោបចំហុយដែលខ្ញុំបានបង្ហាញជូនបងប្អូននឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាចាជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនជម្រាបលា